បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនមួយដែលតជាមួយនឹង grammar infinitives of purpose បាទជា infinitive of purpose គឺយើងចង់និយាយអំពីការកំណត់គោលដៅអ្វីមួយទៅឲ្យបានលឿនហើយជាមួយវិញទៀតនោះ infinitive of purpose គឺយើងប្រើ to បូកជាមួយនឹង verb 1ណាបាទ to បូកជាមួយនឹង verb 1ហើយ infinitive of purpose គឺយើងប្រើសម្រាប់បង្ហាញពីហេតុពីព្រឹត្តិការណ៍ហើយនឹងផលដែលយើងទទួលបានបាទយើងមានប្រើបាទ to បូកជាមួយនឹង base form ឬក៏គេហៅថាកិរិយាសព្ទទង់ទី1បាទអញ្ចឹងបញ្ជាក់ច្បាស់គឺបញ្ជាក់ច្បាស់ to បូក verb 1មិនមែនជា to for គេហៅថា preposition ទេ preposition គឺផ្សេងគឺជា to verb to អីចឹងទៅអញ្ចឹង to នេះគឺមាន2ដូចជាexample number 3យ៉ាងដែរបាទមាន to ដល់12គាត់ថាបែងចែកមួយជា to preposition មួយទៀត to នៅក្នុងកិរិយាសព្ទ infinitive of purpose បាទជាក់ម្ដងទៀត infinitive of purpose គឺបង្ហាញអំពីអ្នកប្រើនឹងដើម្បីឲ្យប្រើទៅដល់គោលដៅយ៉ាងឆាប់រហ័សបាទឬក៏មួយទៀតប្រើ infinitive of purpose ដើម្បីបង្ហាញពីហេតុនិងផលផងដែរបាទអញ្ចឹងយើងមើលទៅតង definition របស់ teacher explain that there is more than one way to state a purpose or reason for do something បាទអញ្ចឹង infinitive of purpose មិនមែនមានត្រឹមតែ to ទេអញ្ចឹងអ្នកនរគ្នាត្រូវចាំថាវាគឺមានមុខងារច្រើនបាទច្រើនជាង to ទៅទៀតដែលបង្ហាញពីហេតុផលមួយអំឡុងពេលដែលយើងធ្វើអ្វីមួយបាទហេតុផល reason មួយនៅក្នុងអំឡុងពេលដែលយើងធ្វើអ្វីមួយបាទអញ្ចឹងយើងមើល example number 1 example number 1នេះគេធ្វើប្រាប់ជាប្រយោគ sentence statement សិនអត់ទាន់មានការសួរទេបាទអញ្ចឹងយើងមើលប្រយោគធម្មតា I joined បាទ I joined យើងបានចូលរួមបាទវាជាកិរិយាវាជា past បាទ passive form I joined a gym last week because I want to lose weight បាទចឹងមានន័យថាខ្ញុំបានចូលរួមបាទចូលរួមនៅក្នុងកន្លែងគេហាត់ប្រាណកាលពីសប្តាហ៍មុនបាទពីព្រោះខ្ញុំចង់ឲ្យស្រកទម្ងន់បាទនៅពេលដែលយើងប្រើបាទ infinitive of purpose បាទគឺយើងប្រើបែបនេះវិញប៉ុន្តែ teacher សួរសិនថាប្រយោគខាងលើមាន infinitive of purpose អត់បាទ where is the infinitive of purpose បាទមានគឺកន្លែងនេះបាទ to lose អញ្ចឹងបើសិនជាយើងចង់ប្រើវាកាន់តែលឿន infinitive of purpose គឺយើងត្រូវ change because I want នេះចោលណាយើងត្រូវឈប់វាចោលតែម្ដងវាធ្វើឲ្យយើងកាន់ទៅដល់គោលដៅកាន់តែច្បាស់ណាអញ្ចឹងយើងមើល result ដែលយើងបាន change រួចហើយយើងអាចប្រើមួយបានណាបាទ I joined a gym last week to lose weight បាទឃើញកាត់លឿនវាទៅ directly តែម្ដងវាអត់ចាំបាច់ញ៉ៃ because I want ទៀតទេអញ្ចឹងប្រើ infinitive of purpose to មិនមែនជា to preposition ទេ to គឺ to បាទ to lose នេះគឺសំដៅទៅលើ to របស់ infinitive of purpose ដែលបង្ហាញពីគោលដៅអ្វីមួយដែលយើងចង់បានលឿនផងដែរបាទណាចឹងយើង change because I want ចោលតោះឥឡូវយើងមើល I joined a gym last week to lose weight មួយណាជាហេតុមួយណាជាផលហេតុមានន័យថាព្រឹត្តិការណ៍ដែលបានកើតឡើងតោះ I joined a gym last week មួយណាបានមុនអញ្ចឹងបើសិនជា teacher បញ្យល់ទៅណាអញ្ចឹង teacher អាចសន្និដ្ឋានថាពេលដែលយើង I joined a gym last week នេះវាគឺជាព្រឹត្តិការណ៍បាទវាគឺជាហេតុចងដើម្បីឲ្យយើងស្រកទម្ងន់អញ្ចឹងសួរថា to lose weight នេះ to lose មានន័យថាពាក្យ to lose ក្នុងមួយម៉ាត់ infinitive នេះគឺជាព្រំបន្ទល់ទៅសងខាងមានន័យថាbefore មានន័យវាជាហេតុហើយនឹង lose weight នេះគឺជាផលដែលយើងទទួលបានបាទតោះចូលដល់ example 2 why are you taking English class តើហេតុអីបានអ្នកឯងចុះឈ្មោះចូលរៀននៅក្នុងថ្នាក់អង់គ្លេសនេះបាទតើហេតុអីអញ្ចឹងយើងអាចសួរឬក៏អាចឆ្លើយមកវិញ I am taking a class to improve speaking English បាទអញ្ចឹងខ្ញុំចូលរួមឬក៏ខ្ញុំចុះឈ្មោះចូលរៀននៅសាលានេះដើម្បីបង្កើនការនិយាយភាសាអង់គ្លេសខ្ញុំឲ្យកាន់តែខ្លាំងអូខេតោះឥឡូវណាជាinfinitive of purpose បាទនេះគឺជា to improve បាទ to improve speaking English អូខេ
Chứ nếu như I am taking nhưng dương bạn được cho smooth cứ chỉ hết hay improve my speaking English với chỉ call là dương là tụi bạn đấy chân thu là người ta là hồn nè tụi bạn tao number 3 why did Tina sell money ta hay đấy ban Tina ở trong bạch từ xong lối hay đây ban Tina xong lối bạn she would like to sell money to buy a new phone bạn cho nên ta niên cứ trong xong lối bạn làm bay niên được tin tu là sắp thu mày một ok cái to sell đi cái này đi mình làm chia infinitive tế là đi to buy lại đi cái chi prom bật tối rồi về hai đồng kho nè in infinitive đi cứ chia preposition đi bạn chân niên ban niên trong xong lối bộ là vốn từ một hai bị chật một điểm và she would like to sell money to buy a new phone mà trong media multipleในขนม grammar infinitives ในขนม unit 12 นะ infinitive of purpose មានតែប៉ុណ្ណឹងទៅចាក់ឡើងវិញ infinitive of purpose គឺយើង change because I want ចោលដាក់ទៅត្រឹម to មកបានហើយណា to បូក verb 1បាទអរគុណច្រើនសូមព្រះប្រទានពរជួបគ្នាសប្តាហ៍ក្រោយ